CK ចឹងក៏ពិតទៀតវិញហៅសាច់ដែរអត់មែនទេមិនមែនស្អីទេកញ្ញាពើស្អាតខ្ញុំសិនស្អាតខ្ញុំនិយាយសិនខ្ញុំចង់និយាយថាពីថ្ងៃនេះវាចង់និយាយថាវាដូចពីចាស់ពងវាមិនខុសមែនណាបើផ្លឹងគេថាត្រីមកកត្រកស្អុយមួយស្អុយទាំងអស់ស្អុយទៅសាឡាអញ្ចឹងបាននេះថាមិនចោះអត់ទេវាប៉ះពាល់កញ្ញាពើគឺថាលោកសាឡាត្រីស្រីហើយលើវាយមកតាំងពីយូរហ្នឹងហើយគិតមើល Facebook 100ទាំង100គឺ JCK 100ទាំង100ចាអារឿងធ្វើចរិតផាច់ឆាសេរឡឺមហ្នឹងចង់និយាយចឹងចាស់ហៅមិនសិតតែលោកដើមលើតុបហើយឯងដែរសួរមើលផ្សារព័ត៌មានស្ទើរបីតែប្រទេសថៃគឺរៀលអានវិធីសូមតែគេក៏មិនដល់ CK ចឹងពេកដែរខ្ញុំអានលើវីដេអូមកលើអានេះមិនដឹងយើងចង់និយាយចឹងហើយណាមួយយើងជាស្ត្រីខ្មែរទៀតយល់ទេស្ត្រីខ្មែរស្ត្រីខ្មែរទៅមិនអាការដើរ50បីតាដើរលីសម្រាប់ជើងហ្នឹងក៏គេហៅខាតលាក់ដែរណាមុននិយាយគេកន្លោះដានទៅអត់ទេស្ត្រីខ្មែរខ្ញុំនិយាយមែនទេព្រោះក៏ប៉ុន្តែខ្ញុំចង់និយាយយូរខ្ញុំពិតជាទ្រាំអត់បានមែន CK ព្រោះអញ្ចឹងនិយាយមកទីផ្ទុកចានិយាយមកលោកអ្នកឃើញនេះវីដេអូដែលគេshareដែល CK លោកខ្លះតោះថ្ងៃដដើមព័ត៌មានហ្នឹងហើយខ្ញុំឆ្លងអង្គុយកន្លែងអីកញ្ញាពើតោះក្បីហ្នឹងហើយចូលមកគាត់ឆ្លងមកដើមមកនិយាយមកវាមិនមកចាប់ឡើងដល់មកនិយាយអាពាក្យសម្ដីយកមិញដែលយើងឃើញវីដេអូ50ទៅចាប់លើតោះឲ្យអ្នកដើរមួយចាំដើរលើមកដើរគឺឆ្លោះឲ្យដើរមកនិយាយមកវាមិនហើយតែមិនតាន់ឲ្យស្អីទៅធ្វើបានណាយល់អត់តែមើលមានទស្សនិកជនណាកញ្ញាពើក៏ក្បី CK ទទួលស្គាល់ចឹងអត់អត់ទេទុកសិតឲ្យខ្ញុំនិយាយសិនកាប៉ាត់គុំនិយាយយូរហើយសភៅព្រោះតាំងពីពេលដែលឲ្យនិយាយទៅយើងសំដែងតាំងពីពេលដែលផ្លាស់តុករហូតមកដល់ឥឡូវនេះអត់ហ៊ានចេញក្រៅសោះហ្មងហើយប្រហែលទទួលយកតែបាទនេះបញ្ហាបានធីមយើងលើកទឹកចិត្តទៅក៏វាចេះតែមកធ្វើកម្មវិធីទៅធម្មតាទៅតែក្នុងចិត្តមិនបានទទួលយកព្រោះតែទោះមិនក៏វិស័យហើយដឹងមកថាបាទទទួលយកអារម្មណ៍ហ្នឹងតែពេលសម្ដែងហ្នឹងគឺយើងសម្ដែងចេញពីចិត្តមកពួក ABC 3 Spring យើងប្រកាសខាងពីបាល់កបោមកថាពួកយើងមានក្លឹបកំ pl ែងមានក្លឹបហ្នឹងវិញ្ញាហើយដែលធ្វើនេះអត់មានបំណងថាអីគេឲ្យខូចកិត្តិយសស្រីខ្មែរអត់មានទេហើយដែលផុសតែថាแซ่ថាទាំងវងហ្នឹងក៏អត់បានថាឲ្យទស្សនិកជនណាព្រោះតាមពីដើមមកគឺខ្ញុំជាមនុស្សសាធារណៈអញ្ចឹងអ្នកណាជេរអីក៏ខ្ញុំអត់ទៅតបតឲ្យដែរតែដែលថាហ្នឹងគឺខឹងអ្នកដែលមកចំរំលឹកថាណាចាទៅឆ្លើយមកទៅព្រោះខឹងតែយកអត់បានអារម្មណ៍ហ្នឹងតែហើយក៏ដឹងខ្លួនចឹងសូមតបទស្សនិកជនរបស់ពល3និងប្រិមម្នាក់សាប់របស់ ABC ផងដីក្រុមមែនតើ CK អត់ដែរមានបំណងអីចង់ទៅឌឺមួយទស្សនិកជនអីគឺអត់ដែរហ្មងព្រោះតាំងពីចូលធ្វើការ ABC មកគឺ5និយាយទៅ7ឆ្នាំហើយដែលធ្វើការរបស់ ABC ខ្ញុំឆ្លងកាត់គ្នានេះអស់ហើយមួយរហ័សដែលខ្ញុំមកធ្វើការ ABC ហ្នឹងខ្ញុំឈ្មោះគ្នាម៉ែឲ្យខ្ញុំហើយខ្ញុំចេញពីផ្ទះមកនៅ ABC ខ្ញុំនៅ ABC តាំងពីអត់ចេះដល់មកកាយទៀតទៅខ្ញុំតូនដែរហើយម៉ែឲ្យស្រឡាញ់មកស្រឡាញ់ខ្លាំងមកឲ្យកូនទៅទៀតអញ្ចឹងខ្ញុំបីតែបោកកាយក៏ចេះដែរសុខបងមិនចប់បានតែខ្ញុំទៅនៅរថយន្តដំបូងនេះខ្ញុំអត់ចូលផ្ទះហើយខ្ញុំនៅរថយន្តហ្មងគេរថយន្តធ្វើការរថយន្តហើយខ្ញុំបីតែបោកកាយទៅសុខបងមិនចាប់បោកមិនដែរខ្ញុំអត់ចេះបោកកាយទេស្អីក៏ខ្ញុំអត់ចេះធ្វើដែរតែតាំងពីនៅមើល VC ខ្ញុំហាកាត់ឆ្លងកាត់ទាំងអស់សុំបីតែរឿងដឹកសាក់សពទៅខែតខ្ញុំទៅមួយហើយខ្ញុំកំពុងមហាអ្នកខ្លាចខ្មោចមកហើយខ្ញុំដឹកសាក់សពទៅខែតហើយខ្ញុំចៃថាខ្ញុំហងអីហងហើយទៅខ្លះខ្ញុំអត់ដែរខ្ញុំមើលក្រោយឲ្យសាក់សពដែលយើងដឹកទៅខ្លះមិនមែនគ្រាន់តែឈឺធម្មតាណាអ្នកខ្លះត្រូវប្តីសម្លាប់អ្នកខ្លះត្រូវគេហិតតអីចឹងហើយចៃខ្ញុំខ្លាចតែខ្ញុំនៅតែទៅនេះដើម្បីធ្វើព័ត៌មានអានឹងមួយហើយមួយទៀតទៅយកអ្នកដែលគាត់ញៀនថ្នាំគាត់ញៀនថ្នាំណាហើយពួកអ្នកញៀនថ្នាំតែការណាតែការវាយចោលអីអញ្ចឹងតែខ្ញុំនៅតែទៅរបៀបថាយើងចង់ជួយសង្គមណាហើយនៅមានរឿងអីច្រើនទៀតដែលហើយអាចារ្យចេះរហូតអាចារ្យចេះរហូតទៅធ្វើអីចឹងអត់បានសម្រេចអញ្ចឹងគាត់ចេះរហូតហើយទៅទ្រាំមករហូតដល់ពេលថយទៅមានរឿងផ្សោតទាំងនោះមានអារម្មណ៍ថាយើងមកផ្លេងមានអារម្មណ៍ថាពិភពលោកទៅជាទៀតហ្មងនិយាយតាមថាខ្ញុំមានអារម្មណ៍ថាដូចជាវាធ្ងន់ធ្ងរអីគ្រាន់តែផ្លាស់តុកប៉ុណ្ណឹងទាំងដែលយើងជាអ្នកសម្ដែងសោះហើយ ABC អត់ដែរតាំងខ្លួនជាអ្នកសារព័ត៌មានអត់ដែរអីទាំងអស់ហើយដល់ពេលយើងផ្លាស់តុកហ្នឹងគឺថាយើងហ្នឹងគឺចង់ល្បី
ទាំងខ្លួនឯងជាអ្នកសារព័ត៌មានសោះហើយគ្មានសំជានារីខ្មែរមិនតិចតែ ABC អត់ដែរតាំងខ្លួនឯងជាអ្នកព័ត៌មានយើងអ្នកសារព័ត៌មានអត់ដែរតាំងខ្លួន ABC ជាពិធីការនេះអីពួកយើងដែរយើងប្រាប់ខ្លួនឯងរហូតថាយើងអ្នកមកនិយាយតែយើងមិនដែរតាំងខ្លួនឯងជាពិធីការនេះតែដើមមកហើយពេលដែលអញ្ចឹងមានអារម្មណ៍ថាពិភពលោកនេះទាំងអៀតខ្លាំងណាស់ហើយខ្ញុំទទួលយកបានមួយអីដែរគេរីសុំមកតែខ្ញុំក៏ស្អីខ្ញុំមិនได้ស្អីមកឲ្យក្មេងខ្ញុំតែអាយុ20ឆ្នាំទេហើយចាណាហ៊ានមកឆ្លាញ់លោកមកច្រាច់ឃើញណាគេហ៊ានមកឆ្លាញ់មកអញ្ចឹងអីនេះហើយសិក្សាមនុស្សឆ្នះនិយាយថងខ្ញុំឆ្នះខ្ញុំកើតណាស់តែគេបោះឲ្យខ្ញុំក៏បានដែរតែបើតើខ្ញុំទៅផ្ទះម៉ែខ្ញុំសួរគេខ្ញុំមកសួរតែខ្ញុំកើតណាស់ខ្ញុំអត់ឡើងទៅទៅខ្ញុំឲ្យសួរគាត់ទេហើយអ្នកគ្រប់គ្នាគេមកអូមេរងមកល្អគេចេះប៉ុណ្ណឹងឯងនៅសល់ចេញណាថាខ្ញុំទៅខ្ញុំដេកខ្ញុំម្នាក់ឯងក្នុងកតុកក៏មានដែរហើយពួកខ្ញុំមានឡាញកតុកមួយក្នុង PMC តែដែលមានរឿងអីគេខាត់ឆោថាផ្ញើចេញខ្ញុំអីចឹងពួកបងនៅក្នុងក្រុមហ្នឹងពីខែកុំបាក់ចិត្តអីចឹងកុំកាត់ច្រើនទេចាហើយដល់ខ្ញុំផ្ញើទៅវិញនៅក្នុងក្រុមហ្នឹងមិនហ៎អូខ្ញុំទៅខ្វល់តែអីបងខ្ញុំនៅ ABC យូរអាគេចេះរបៀបមិនក៏ខ្ញុំធ្លាប់ជួបដែរតែពេលប៉ិតនៅក្នុងចិត្តខ្ញុំណាអ្នកនរខ្ញុំណាខ្ញុំមានអារម្មណ៍ថាអូសង្គមខ្មែរវិញនេះក៏ពិបាកទៀងមែនលោកតែក៏ពិបាកទៀងមែនគេចង់ទៀងឲ្យទៅកោក្បាយតាមតែគេចាបើល្អដែលខ្ញុំក្នុងនាមក្មេងស្រីម្នាក់ដែលខ្ញុំធ្វើមកច្រើននេះបាត់បង់ទៅណាអស់ហើយតែខ្លះខ្ញុំចង់បដាឈាមខ្ញុំជួយគេខ្ញុំជិះបន្តពីយកមកបដាឈាមនៅមន្ទីរពេទ្យអង្គរក៏មានដែរតែបដាទៅហើយយើងសហយើងហត់ចឹងដល់ពេលគេទៅគេបណ្ដាឈាមទៅសម្ពាធឈាមយើងវាចោះចឹងតែអត់មកបដាឈាមទៀតទុកចិត្តទៅអង្គុយញ៉ាំអីឆ្អែតអង្គុយមកស្ទោះហើយទៅវល់គេឲ្យបណ្ដាឈាមម្ដងទៀតទៅបានដល់សហឈាមអីទៅនេះខ្លះចឹងក៏មានដែរខ្ញុំហែកាត់មករឿងច្រើនណាស់អីអញ្ចឹងណាហើយដឹកកាន់ណៃប្តីវាយប្រពន្ធអីអញ្ចឹងប្តីមានគ្រឿងញៀនអីអញ្ចឹងគាត់មានគ្រឿងញៀនសាហាវណាស់ខ្ញុំចូលទៅរាំងទៀតក៏មានដែរខ្ញុំចូលទៅធ្វើអីគ្រប់យ៉ាងដើម្បីសង្គមខ្មែរមានច្រើនណាស់តែដល់ពេលខំតែរឿងប៉ុណ្ណឹងលេងឡើងសាហាវមកហើយចៃហេតុដូចទៅបងវិញខ្ញុំឡើងឃើញខ្ញុំឡើងខ្ញុំបានថាបាក់ទឹកចិត្តខ្លាំងហ្មងគឺទៅក្រសួងព័ត៌មានចេញមកថាពិធីការនេះវិសុទ្ធទទួលមួយចំនួនគ្មានក្រមសីលធម៌បើអត់ការច្រកទៅនឹងដកចេញពីស្ថាប័នមួយនេះអីនឹងអាការងារនេះនឹងដេញលោកអ្នកចេញអីអញ្ចឹងខ្ញុំមានអារម្មណ៍ថាអូពិភពលោកនឹងចង់ថាតូចខ្លាំងដែលអត់អាចទទួលយកបានហ្មងខ្ញុំពិបាកទទួលយកអារម្មណ៍នេះណាប្រិយមិត្តស្ដាប់ ABC 107.5 FM នេះជាសម្លេងរបស់ CK ធ្វើកម្មវិធី ABC 3 Spring កាលពីព្រឹកមិញដែល CK និយាយរឿងខ្លួនឯងនិយាយរឿងហេតុផលអីបានជា CK ខ្លាចជាប់ឈ្មោះទៅជាជួបផ្លាស់ចារហូតដល់ CK សួរថាលុតផ្លាស់តុកហ្នឹងវាធ្ងន់ធ្ងរណាស់មែនទេវាធ្ងន់ធ្ងរខ្លាំងណាស់មែនទេវាធ្ងន់ធ្ងរណាស់ហើយបើប្រៀបធៀបជាមួយនឹងការលេងកំ pl ដែលអង្គុយលើតុលេងហ្មងនោះហើយដែលយើងយល់ថាការលេងកំ pl ហ្នឹងវាមានភាពខ្លះបូកជាមួយនឹងការអប់រំចុះយើងក៏មិនទាញមកជេរគេផងថាអប់រំគេអីតែអង្គុយលើតុអញ្ចឹងអប់រំគេអីយកស្បែកជើងទៅវាយក្បាលគ្នាអញ្ចឹងអ្នកលេងកំ pl យកស្បែកជើងវាយក្បាលគ្នាធម្មតាណាគេប្រកាសជាសម្ដៅគ្នាធម្មតាណាត្រូវអត់ចាអ្នកលេងកំ pl ប្រុសខ្លះចាប់គូតស្រីរឿងធម្មតាណាមែនអត់ចាចាធម្មតាវាយកប៉េះគូលឺសូផាត់ដាក់ក្បាលមីក្រូអីរឿងធម្មតាហ្នឹងកែងកំ pl ក៏ជារឿងដែលអប់រំចូលរូបភាពអប់រំក្នុងនឹងដែរមែនទេចាអញ្ចឹងក៏មិនជេរគេផងថាអប់រំគេអីធ្វើចរិតអញ្ចឹងមែនអត់ចុះបើថាកំ pl អត់អប់រំកំ pl ខ្លះលេងរបៀបឆ្លើយសំដីអាក្រក់ហៅមីហៅថ្ងៃអីក៏មានដែរហេតុអីក៏អត់ដោយសារតែគេចង់ចាប់យើងហ្មងដូច្នេះយើងធ្វើអីក៏ខុសដែរមកจะហ៊ានបណ្ឌិតមើលរហូតប៉ុន្តែយ៉ាងណាវាខុសទៅហើយCK ចាត់ទុកថាខុសទៅហើយព្រឹកមិញហ្នឹងក៏បានសុំទោសដល់ប្រិយមិត្តស្ដាប់ក៏ដូចជាអ្នកដែលគាត់អត់សប្បាយចិត្តគាត់ខឹងជាមួយនឹង CK ហើយដែរហើយក្នុងនាមឈប់នឹង ABC និង CK ក៏មកផ្ដាំសុំទោសប្រិយមិត្តស្ដាប់ ABC តាមរយៈ on air ម្ដងទៀត
ដោយសារតែមានការដែលប្រិមត្តស្ដាប់របស់យើងខ្លះគាត់អត់ពេញចិត្តនឹងសកម្មភាពនឹងច្រើនតែគាត់យល់ឃើញថាព្រោះអ្នកដែលចូលមកជេរដោយការជន់ប្រលិចឬជេរដោយខួរក្បាលគាត់ដូចរបៀបមានបញ្ហាដែរហ្នឹងណាអាហ្នឹងយើងអត់និយាយពីគាត់ទេធីបគាត់ចោលទៅទុកចោលហ្មងមិនបាច់លើកគាត់មកនិយាយទេតែអ្នកដែលយើងចង់និយាយទៅដល់នឹងសុំទោសដល់ពួកគាត់នេះគឺអ្នកដែលចូលមកហើយនិយាយថាគាត់យល់ថា ABC ចង់ធ្វើអីតែរូបភាពដែល ABC ធ្វើនេះវាប៉ះពាល់ដល់រូបវាប៉ះពាល់ដោយសារតែធ្វើសកម្មភាពបែបហ្នឹងវាមើលទៅចងាងវាអត់សមរម្យបែបនេះវាមើលទៅខុសឆ្គងអីអញ្ចឹងណាគឺការរិះគន់របស់គាត់ថាឲ្យយើងដូចគ្នាគាត់ខឹងយើងដូចគ្នាប៉ុន្តែថាឲ្យរបស់គាត់ធ្វើឲ្យយើងយកមកពិចារណាហ្មងហើយធ្វើឲ្យយើងធ្វើឲ្យយើងយកមកសុំទោសពួកគាត់បានហ្មងការនិយាយរបស់គាត់ការជេររបស់ពួកគាត់ណាដល់ថាចូលមកដល់ CK ធ្វើអញ្ចឹងឈួតទេអាឡប់សតិមិនមែនបានធ្វើចរិតចេញមកអញ្ចឹងមិនគួរធ្វើបែបហ្នឹងទេគួរតែកែតម្រូវបែបចេះអញ្ចេះកន្លែងនេះអញ្ចេះកន្លែងនោះអញ្ចោះនឹងគឺគេហៅថារិះគន់ដើម្បីកែតម្រូវទោះបីជាមានពាក្យអាក្រក់តិចតួចមកជាមួយមែនអត់ប៉ុន្តែការរិះគន់ដើម្បីកែតម្រូវឬស្ថាបនាយើងរីករាយនឹងទទួលណាដោយមានការរិះគន់នឹងការតម្រូវដោយស្ថាបនាតែសូមបញ្ជាក់យើងធ្វើនេះមិនមែនដោយសារអ្នកចូលមកមិនព្រមប្រើខួរក្បាលហើយប្រើពាក្យសម្ដីអាក្រក់ដាក់ពួកយើងនោះទេយើងអត់ខ្លាចនឹងសម្ដីអាក្រក់អ្នកឯងទេព្រោះអ្នកឯងសើពួកកូនខ្មោចទេពួកកាន់កូនខ្មោចម្នាក់ឯង account 34អីចាសើពួកកាន់កូនខ្មោចទេដែលចូលមកជេរប្រើពាក្យអាក្រក់ព្រោះខួរក្បាលគ្នាមានតែប៉ុណ្ណឹងអញ្ចឹងគ្នាអត់អាចប្រើពាក្យអីល្អឬការរិះគន់ដើម្បីស្ថាបនាមែនតែនបានទេគ្នាឲ្យហកតាមគ្នាជេរមីនេះមីនោះអានេះអានោះអញ្ចឹងទៅអញ្ចឹងគ្នាចេះតែប៉ុណ្ណឹងគឺអត់យកគាត់មកនិយាយទេតែដែលយើងសុំទោសនឹងគឺសុំទោសទៅដល់អ្នកដែលគាត់រិះគន់មែនតែនហើយគាត់មានបំណងចង់ឲ្យយើងនឹងល្អមែនតែនអាចចាស់អេបានឲ្យសួរ CK ថា CK ដឹងខ្លួនឯងខុសអត់ CK ឆ្លើយតែខ្លួនឯងដឹងថាខុសប៉ុន្តែការប៉ັດវាជាការសម្ដែងតែខុសហ្នឹងគឺអូខេខុសក្នុងរូបភាពដែលគេមើលឃើញថាខុសនោះឯងតែនេះជាការសម្ដែងដូចក្នុងរឿងអញ្ចឹងរឿងភាគមួយដែលមានការសម្ដែងអញ្ចឹងចារឿងភាគមួយដែលមានការសម្ដែងយកមកកភ្លើងមកវាយបាញ់គ្នាវាយបែកក្បាលអីអញ្ចឹងគេមកកភ្លៀងមកទៅហឹងវាយគេយកមើងងាយគេស្ដោះទឹកមាត់ដាក់គេអញ្ចឹងណារូបភាពហ្នឹងគឺយើងកំពុងសម្ដែងឲ្យប្រិមត្តមើលដូចគ្នាព្រោះយើងមានថ្លុកមានមយាមានក្លឹមនៅក្នុងនឹងតែមួយតែ CK ក៏ប្រាប់ថាអត់ចង់ឲ្យប្រិមត្តស្ដាប់អត់សប្បាយចិត្តដូចគ្នាអាចឯងសួរថាឥឡូវអាចឯងនឹងឲ្យ CK គិតមើលថាខ្លួនឯងគួរធ្វើយ៉ាងម៉េចដើម្បីជាការសុំទោសដល់ប្រិមត្តស្ដាប់អញ្ចឹង CK ឆ្លើយតបហើយប្រិមត្តស្ដាប់ទាំងអស់គ្នារបស់ ABC កម្ពុជាទាំងអ្នកស្រឡាញ់ជួយចិត្ត CK ទាំងអ្នកយល់ឃើញថាការធ្វើបែបហ្នឹងអ្នកដែលយល់ច្បាស់យល់ពិតប្រាកដថាការធ្វើបែបហ្នឹងគឺជាកំប្លែងឬគឺជាការ show ជូនដល់ការទស្សនាទេនិងអ្នកដែលមិនយល់ហើយក៏ខឹងហើយអ្នកដែលមិនយល់របៀបស្ថាបនាយើង CK បានដាក់ទោសខ្លួនឯងដោយការសម្រាកមួយសប្តាហ៍ចឹងក្នុងម្លងមួយសប្តាហ៍នេះលោកអ្នកនឹងមិនឃើញមុខ CK នៅ ABC Series Spring ឬ ABC 107.5 ទេចា៎ចឹង CK ដាក់ទោសខ្លួនឯងណាព្រោះលោកគ្រូអាចារ្យសួរថាឥឡូវធ្វើម៉េច CK យល់ឃើញថាគួរតែសងវិញដោយរបៀបម៉េចអញ្ចឹង CK ប្រាប់ថាអញ្ចឹង CK សុខចិត្តសម្រាកមួយសប្តាហ៍ពាក្យថាសម្រាកមានន័យថាសម្រាកអត់មានវគ្គខែមិនមែនសម្រាកទៅដើរលេងហើយគ្រប់បុគ្គលិក ABC ទាំងអស់ហ្នឹងហើយគ្រប់បុគ្គលិកទាំងអស់គឺត្រូវបានសម្រាកបើសិនជាធ្វើខុសហើយតែងតែអត់សួរតែងតែអត់ដាក់ឲ្យសម្រាកហ្មងឯងតែងតែមកសួរខ្លួនឯងថាតើទោសរបស់ខ្លួនឯងនឹងគួរធ្វើយ៉ាងម៉េចអ្នកខ្លះក៏ប្រាប់ថាទោសខ្ញុំគួរលាងបន្ទប់ទឹកអញ្ចឹងទៅលាងបន្ទប់ទឹកទៅអ្នកខ្លះក៏ថាទោសខ្ញុំនឹងគួរធ្វើអីតាមអ្វីដែលគួរធ្វើអញ្ចឹងទៅចឹងសង្ឃឹមថាប្រិមត្តស្ដាប់បានយល់ចាសូមទទួលលោកគ្រូចាអេជំរាបសួរលោកគ្រូច្រាប់ហេឡូចាលោកគ្រូសូមអញ្ជើញច្រាប់គឺការដែលយើងប្រជុំមកយើងដាក់ទោស CK លក្ខណៈដែលយើងមិញហ្នឹងមិនការសំដែងទេណាការសំដែងរបស់ CK ចាអេជា producer ហើយបង្រៀនឲ្យគេប្រាប់ឲ្យគេធ្វើអញ្ចឹងព្រោះយើងបង្ហាញព្រឹកមិនអញ្ចឹងបើចង់ទៅដណ្ដើមគ្នាអញ្ជើញហ្នឹងក៏ពីអីមកបានចាំបាច់លុបឆ្លងតទៅអីចាមិនមែនកំហុសរបស់ CK ទេកំហុសរបស់ producer បានតែយើងអត់ចាត់ទុកថានេះជាកំហុសផងពីព្រោះយើងប្រាប់ឲ្យថាជាការសម្ដែងចាយើងប្រាប់ឲ្យថាជាការសម្ដែងតែដែល CK ខុសហ្នឹងគឺនៅក្នុងសេតរបស់ CK ខ្លួនឯងហ្នឹងដែលបកត្រឡប់ទៅពួកគេវិញថាហ្វូខុសកន្លែងហ្នឹងចាខុសកន្លែងថាហ្វូណាប៉ុន្តែសូមសួរអញ្ចឹង
សំសួរអញ្ចឹងខុសកន្លែងហ្នឹងតែហេតុអីបានជាបញ្ចេញពីតាហ្វូងមកពីព្រោះ CK ត្រូវពួកអស់ហ្នឹងច្រាស់ឆ្អេះមកហ្មងណាហើយ CK ហ្នឹងស្អីមិនមនុស្សទេអត់មានអារម្មណ៍ទេអត់មានអារម្មណ៍ទេពីជេរមកអត់ឆ្លើយតបមកដៃទៅពីរដៃទៅវិញបានត្រូវអានេះចង់និយាយពីនៅមនុស្សធម្មតាប៉ុន្តែ CK ជាបុគ្គលសាធារណៈអត់អាចធ្វើអញ្ចឹងបានទេដូចគ្នាជាមួយនឹងបណ្ដា Facebook ទាំង live អ្នកឯងក៏ជាបុគ្គលសាធារណៈដែរសុំសួរទៅសាធារណជនហើយសុំសួរទៅឯកឧត្តមជាកាយរដ្ឋមន្ត្រីក្រសួងព័ត៌មានសុំសួរថាអ្នកណាទទួលការខុសត្រូវជាមួយបណ្ដា Facebook ទាំង live បណ្ដា Facebook ដែលជាចាស់របស់ពួកគេទៅមកលើពួកយើងជាប្រសិទ្ធភាពទៅអ្នកណាទទួលខុសត្រូវឯកឧត្តមជាកាយរដ្ឋអរគុណចាអរគុណណោះប្រិយមិត្តអ្នកស្ដាប់យើងបានយល់ច្បាស់ហើយការដែលសុំទោសរបស់ CK មិនមែនសុំទោសដោយការសម្ដែងនឹងទេពីព្រោះការសម្ដែងនឹងគឺរៀបចំឲ្យមកសម្ដែងដូចច្បាស់និយាយអញ្ចឹង producer គេរៀបឲ្យមកសម្ដែងបែបហ្នឹង producer រៀបឲ្យមានតួឆ្នះមួយទៅធ្វើបាបតួឯងហើយតួឯងអង្គុយយំហើយតួឆ្នះហ្នឹងវាសប្បាយណាស់ producer មានរៀបឲ្យអញ្ចឹងមកហ្មងហើយ CK ក៏សម្ដែងតាមអ្វីដែល producer រៀបនឹងឯងដូច្នេះ CK អត់ខុសទេសម្ដែងបានល្អណាស់តែដែលខុសហ្នឹងគឺខុសត្រង់ពេលដែលចប់ហើយ CK ទៅ post status ដើម្បីសងអាភាពឈឺខឹងរបស់គេណាដោយវងដោយប្រើពាក្យថាមកទាំងវងប៉ុន្តែសួរមកបកទៅវិញម្ដងទៀតបើឆាប់បន្ទប់អត់ជាប់ដែរបើគេថាឲ្យប៉ុណ្្នឹងហើយមិនគេថាឲ្យទេគេច្រាស់ឆ្អេះមកហ្មងជះមកទាំងកធុនទាំងបកុនហ្មងជាមនុស្សមានចិត្តមានបេះដូងចេះខឹងចេះឈឺចាប់ត្រូវអត់អ្នកណាក៏ដោយសាក់យើងថាឲ្យគេវិញមើលគេឈឺចាប់អត់ទេឈឺដូចតែគ្នាហ្នឹងអញ្ចឹងក៏ផ្ដាំសួរតាមលោកគ្រូអាចារ្យផ្ដាំសួរថាអាយដាមខៀវកញ្ញរិទ្ធគិតយ៉ាងម៉េចដែរដែលនិយាយថាពួកយើងជាបុគ្គលសាធារណៈមិនមានសិទ្ធិឆ្លើយតបបកតែគេវិញដោយការមើងងាយទស្សនិកជនបែបហ្នឹងទេចុះពួកដែលគាត់ប្រើពាក្យអសរោះឬជេរយើងច្រេះឆ្អេះឬយកយើងទៅហែកហួរចុះអាពួកដែលកាត់ក្បាលខ្ញុំដាក់លើខ្លួនឆ្កែអាយដាមខៀវកញ្ញរិទ្ធគិតមិនដែរពួកដែលនៅក្នុង Facebook អ្នកដែលនៅក្នុង Facebook ដែលរករឿងពួកយើងដែលធ្វើបាបពួកយើងដែលជេរពួកយើងច្រាស់ឆ្អែតដែលប្រើពាក្យអសរោះហ្នឹងក៏ជាបុគ្គលសាធារណៈដែរពីព្រោះអ្នកឯងបើកបង្ហាញក្នុង Facebook ហើយបណ្ដាញសង្គមទោះមិនមែនជាបណ្ដាញសារព័ត៌មានតែជាបណ្ដាញសង្គមមានន័យថាអ្នកឯងក៏បើកជាសាធារណៈដែរតើក្រសួងព័ត៌មានគិតម៉េចក្រសួងព័ត៌មានចេញមុខមកជួយបកស្រាយផងហើយក្រសួងព័ត៌មានជួយឆ្លើយតបផងថាតើគិតយ៉ាងម៉េចដែរចំពោះអ្នកដែលមកថាមកជេរឌីលពួកយើងច្រាស់ឆ្អេះនោះហើយមានទាំងបណ្ដាញសង្គមមួយចំនួនមានទាំងបណ្ដាញផេកព័ត៌មានមួយចំនួនទៀតតែក្រសួងព័ត៌មានចាត់ការទាំងហ្នឹងជួយចាត់ការទាំងហ្នឹងសងពួកយើងវិញដល់របៀបម៉េចជួយឆ្លើយតបផងឈប់អត់តរំលឹកដល់ការពីគេកាត់រូបឈប់ដាក់ក្បាលឆ្កែដាក់ក្បាលមនុស្សខ្លួនឆ្កែឈប់អត់តរំលឹកដល់គេយករូបឈប់ហើយទៅកាត់តដាក់រូបអាហារភាសហើយស្រែកជេរឡាយក្នុងវីដេអូនៅមានសើវីដេអូនឹងនៅឡើយទេហើយមានមុខអ្នកជេរនឹងនៅឡើយទេចាប់អត់តរំលឹកដល់រឿងហ្នឹងផងចំនួនបោះឆ្នោតអ្នកណាចាំបានទេចាំអត់ភ្លេចទេមានទាំងកាត់តក្បាលចាប់ដាក់ចេញជាវីដេអូអីផ្សេងអាក្រក់អាហារភាពផ្សេងទៀតអ្នកណាសងខ្ញុំអ្នកណាចាញ់មុខមកស្រែកថាបណ្ដាញសង្គមមិនគួរធ្វើអញ្ចឹងឬអ្នកណាសងទាំងអស់ហ្នឹងមកខ្ញុំវិញអត់តមានទេណាអត់តមានអ្នកណាមកសងទេណាដល់ ABC ធ្វើអញ្ចឹងហើយយើងប្រាប់ទៀតថាជាការសម្ដែងហ៎ផងធ្វើចេញមកក្លុកយើងអីណាជួយឆ្លើយតបផងថាគួរធ្វើយ៉ាងម៉េចឥឡូវយើងដាក់ទោស CK ដោយពេលដែល CK ប្រើពាក្យអសរោះទៅទស្សនិកជនយើង CK ក៏ដាក់ទោសខ្លួនឯងដែរដោយការសម្រាប់មួយសប្តាហ៍បាត់ពី ABC Spring ហើយចុះអ្នកដែលជេរយើងច្រះឆ្អេះរបៀបហែកហួរយើងនោះដែលជាបុគ្គលសាធារណៈដែរដែលគេស្គាល់គ្រប់គ្នាតើក្រសួងព័ត៌មានមានចំណាត់ការអ្វីលើគាត់ដែរទេ